3 400បងបាទនៅក្នុងខែ2 3 400បាទថ្លៃដែរដើម្បីអាចទិញបានត្រឹម 1700 1800ទិញបានហើយបងបាទប៉ុន្តែម្ដាយគាត់នឹងទូមកមើលមាក់ងាយខ្ញុំទិញ26ហ៎បងណែ26មានថ្ងៃអស់ចាស្អីគេបងប្អូនហើយឲ្យគ្រាន់តែរឿងឲ្យបន្តិចបន្តួចសោះក៏បែរជាទៅចំនួនជេរប្រមាថគ្នាផ្អើពេញអត់ទេជួលបាទបងប្រុសម្នាក់មកលេងបងប្អូននៅឯក្នុងបន្ទប់ជួលមួយកន្លែងហើយក៏ចតម៉ូតូនៅឯក្នុងផ្ទះជួលហ្នឹងក៏ត្រូវបានអ្នកជិតខាងហ្នឹងឲ្យជេរប្រមាថជេរឌីលខ្មេះគាត់ចឹងទៅជេរចុះចឹងទៅក៏បង្កទៅជាចំនួនមួយដ៏ធំចឹងទៅបាទប្រិមត្តបាទឥឡូវយើងចង់ដឹងថារឿងរ៉ាវទៅជាបែបណាយើងទៅសាកសួរនាំសុភាទាំងសងខាងផងដែរចូលទៅគេតាណាក៏ឃើញសក់និយាយទៅលោកលេងដែរឃើញសក់ដែរបើនិយាយពីតុបទឹកវិញទេអស់ហើយនឹងសាក់សៃសក់ហ្នឹងរ៉ាអីក៏ធ្វើដែរតែឥឡូវមកប្រើជាមួយនឹងខ្លួនសាក់របស់ Yuvel ទៅមកអត់ទេឃើញសក់ខ្ញុំឆ្លៃហ្មងសក់ក៏អន់ជ្រុងសំខាន់ណាបងសាក់ដោះមកឡើងចូលចាំងពេញក្បាលហ្មងឃើញសក់ខ្លួនឯងឡាឡោះឡងឡាកុនហ្មងណានេះរឿងតុកតោអត់អីរឿងតុកតោតែក្មេងនៅជួលតែនឹងទំនើងពេកទំនើងយ៉ាងម៉េចបងជួបចាស់ទេបងនេះហ៊ានមកគ្រប់យើងទាំងវងហើយទាំងម៉ែទាំងកូនហ្មងបាទក្រុមជាអ្នកជួលផ្ទះដូចគ្នាទៅម្នាក់ជួលផ្ទះដូចគ្នាបើសិនជាខ្ញុំគាត់ចំជេរខ្ញុំខ្ញុំអត់ថែតែខ្ញុំហូបបាយតែខ្ញុំអងក្តោស្អីមកនិយាយថាសិតថាឯងខាងអាចចេញមកឯងអ្នកថ្មីបាទជួយអញស៊ីបាយតែអញហងស៊ីបាយតែហងបាទទៅចាំអត់មកប្រមាថខ្ញុំបានទេបាទខ្ញុំមានសមត្ថភាពទិញបងតែជីខ្ញុំមានមកនេះឯងមើលខ្ញុំបានទេអត់បោះចោលទេបងខ្ញុំមានបញ្ហាអូនមួយហ្នឹងខ្ញុំខ្លាចតែបងអូននៅមានបញ្ហាអូនណាដល់យកឯងទៅលើមិនព្រោះទេខ្ញុំសុំបងស្ពះថាជួយខ្ញុំដល់ផ្ទះបានអត់មកជូននេះថាអត់ទេឆ្លាយចឹងនោះអូនខ្ញុំយកឈរច្បាស់អត់ទេសួរចិត្តដល់ណាចិត្តខ្ញុំជាស្រីហ៊ានទៅផ្ទះអត់ហ៊ានទេដល់សារខ្ញុំអត់ស្គាល់តែបើដល់ភូមិស័យឯណាហ៊ានធ្វើខ្ញុំអត់ហ៊ានទេខ្ញុំអ្នកខេត្តមែនណាខ្ញុំអ្នកខេត្តកំពង់ធំខ្ញុំជិះម៉ូតូមុខទុកខ្ញុំអត់មានមុខទុកទេអូននៅថាទុកនឹងចឹងកាយចូលបន្ទប់ខ្ញុំឡើងទៅលើទុកឡើងទៅលើតែម្ចាស់ផ្ទះខ្ញុំទុកខ្ញុំរៀបសួរទីឯងខ្ញុំទុកបានអត់ទី18នឹងទុកចេញហើយថាបានម្ចាស់ផ្ទះហ្នឹងឲ្យបងទុកនៅហ្នឹងម្ចាស់ផ្ទះរបស់ឯងនិយាយទៅបាទម្ចាស់ផ្ទះមិញណា3នាទីខ្ញុំចូលទុកគេជេរមកខ្ញុំហ៊ានបើកទ្វារឯងជេរម៉ៃហ្មងចាជេរមិនខ្លាចទេបងជេរបាត់មកវាយរត់តុបចេញមករੂវាយគូបាយ៉ាងតែខ្ញុំអត់ដឹងណាទេខ្ញុំអត់ស្គាល់ម្ចាស់ផ្ទះក៏ស្គាល់ច្បាស់ហើយបដាម៉ូតូខ្ញុំចេញក្រៅទៅស្វ័យវត្តបើខ្ញុំមិនដឹងបដាម៉ូតូខ្ញុំចេញហ្នឹងបានបាញ់គ្នាហើយបាទមើលខ្ញុំមិនហ៊ានចេញបាញ់ហ្នឹងនេះតោនេះចាស់ចាំបាញ់ទេខ្ញុំចេញទៅស្វ័យវត្តបដាម៉ូតូខ្ញុំចេញទៅស្វ័យវត្តមិនបដាខ្ញុំចេញទៅស្វ័យវត្តសួរតែត្រូវអត់សួរណាត្រូវអត់ចេះបងចេះសិនបងចេះសិន3គីឡូទេ3ទៅប្រហែលបងតម្លៃ18 18ក៏វាថ្លៃដែរតែវាមើលងាយនេះពេកបាទអត់ទូមើលងាយនេះទេមនុស្សដូចគ្នាតោះបងនេះសនពេជ្រមួយអត់យើងហូបបាយចាស់ដូចគ្នាផ្ទះទាំងខ្លួនអត់នេះមកនេះឯងមកប្រមាថអញទេនេះឯងមិនមកចាំអញទេអញគាត់មានថ្ងៃមកជួយម្លាយតិចមើលរឿងដាំហេតុដំបងឡាយហ្នឹងមកពីអីដែរបានមកបង្កទៅជាចំនួនជេរគ្នាពេញហ្នឹងចឹងបងដាំហេតុដំបងវាអត់ខ្លាំងទេបងគាត់បងខ្ញុំគាត់មកលេងបន្ទប់ម៉ែខ្ញុំបងនេះប៉ុន្តែគាត់មកផ្លូវវាតូចបងខ្ញុំគាត់ជិះចេញតាមមុខច្រកផ្ទះគាត់ហើយចេះជួបផ្លូវថយបងខ្ញុំឲ្យគាត់បរាម៉ូតូចេញប៉ុន្តែគាត់បរាម៉ូតូនឹងចេញមែនតែគាត់បរាម៉ូតូគាត់អានឹងដួលគាត់រករឿងបងខ្ញុំព្រោះបងខ្ញុំវាយគ្នាអីចឹងរករឿងបែបមិនដែររករឿងនិយាយឌីលបងខ្ញុំព្រោះបងខ្ញុំវាយគ្នាម្ចាស់ផ្ទះគេថាហ្នឹងមែនគេស្រាប់ដឹងម្ចាស់ផ្ទះគេក៏ដឹងដែរចូលពាក្យដែលគាត់ថាឌីលឲ្យគាត់ក្មេង2000ម៉ានឯង2000ម៉ានក្នុងវិញអាពាក្យហ្នឹងមិនមែនពួកខ្ញុំមិនមែនឌីគាត់ថែបងខ្ញុំឲ្យបងខ្ញុំជិះម៉ូតូទៅផ្ទះបានហើយប៉ុន្តែម៉ែខ្ញុំគាត់ចង់មកសួរថាអញ្ចេះគាត់ចង់មកសួរថាមូលហេតុទេមកគាត់ប្រព្រឹត្តវាយបងខ្ញុំបាទគាត់គួរទ្វារមកចង់សួរប៉ុណ្ណឹងតែគាត់ហ្នឹងចោទតែខ្ញុំហ្នឹងពួកខ្ញុំហ្នឹងរកវាយគាត់ថ្ងៃយកឲ្យខ្ញុំសុំទោសគាត់ហើយពួកខ្ញុំអត់ខុសពួកខ្ញុំសុំទោសគាត់មិនទៀតមើលខ្ញុំមិនខុសអីគាត់ខ្ញុំសុំទោសគាត់បាទចុះឥឡូវយើងអាចព្រមបញ្ចប់រឿងបានទេអូបងពួកខ្ញុំខ្មែរដូចគ្នាខ្ញុំអត់ចង់មានរឿងទេបាទខ្មែរដូចគ្នាពួកខ្ញុំអត់ថាពួកខ្ញុំបើរឿងបញ្ចប់បែរថាខ្ញុំមិនចង់ទេខ្ញុំចង់គាត់ថាបើឲ្យខ្ញុំទៅសុំទោសគាត់គឺវាមិនអាចព្រោះគាត់ខ្លួនឯងអត់ទៅនៅហើយមើលតែកាយការគាត់ហ្នឹងឯដល់បងណាខ្ញុំស្រីផាត់ជាងដែរនឹងលេខសាយអីក្នុងពេញនេះលើវិញស្រីនេះយ៉ានេះជា3000ហើយបងបាទ3400បងបាទនៅក្នុងខែ2 3400បាទថ្លៃដែរដើម្បីអាចទិញបានត្រឹម1700 1800ទិញបានហើយបងបាទប៉ុន្តែម្ដាយគាត់នឹងទូមកមើលមាក់ងាយខ្ញុំខ្ញុំទិញ26ហ៎បងណែ26មានថ្ងៃអស់ចាស្អីគេមានថ្ងៃអស់ចាស្អីគេបាញ់តោបាញ់តោតាមចាំបងចូលសម្រួលអារម្មណ៍សិនបាញ់តោតោដល់អីបងបាទសម្រួលអារម្មណ៍គេមើលជើបងបាទបាយជើបងអត់មានមកបាត់ចាំខ្ញុំទេក៏មើលងាយខ្ញុំខ្លួនឯងខ្លួនឯងបាទសរុបជារួមមកវិញគឺរឿងដំបងឡាយនេះគឺថាទូចមួយទេប្រិមិត្តបាទគ្រាន់តែរឿងបងប្រុសនេះគាត់មកលេងបងប្អូនគាត់នៅក្នុងបន្ទប់ជួលហើយក៏ត្រូវបានអ្នកចិត្តខាងហ្នឹងជេរអស្ដីប្រមាថគាត់ណាបាទហើយគាត់ក៏មានខឹងចឹងទៅគាត់ប្រិមិត្តបាទ
អើយបងប្អូនហើយបាទរឿងរ៉ាវដំបងឡើយហ្នឹងគឺថាទូចមួយទេតែដោយសារតែមានប្រកែកទៅប្រកែកមកទៅក៏បង្កទៅជាចំនួនបណ្ដាលឲ្យទាស់ពាក្យសម្ដីគ្នាជេរប្រមាថគ្នាផ្អើលផ្ទះជួលនឹងតាមដងបាទប្រិមិត្តបាទហើយឃើញដល់ពេលដល់ប្តីពន្ធ2នាក់គាត់ទៅហ្នឹងគឺថាបងប្អូនប្រជាពលរដ្ឋគាត់នាំគ្នាផ្ទះដៃហោតាមដងមកយើងអត់ដឹងថាមកពីអីដែរបងប្អូនទាំងអស់គ្នាបាទអញ្ចឹងជុំវិញនឹងករណីនេះផងដែរខ្ញុំបាទក៏មិនមានអ្វីច្រើនដែរគ្រាន់តែចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនឲ្យខ្លីៗឲ្យបានជ្រាបព័ត៌មានទៅប៉ុណ្ណឹងបើសិនជាមានអ្វីបន្ថែមខ្ញុំបាទរតនារួមទាំងក្រុមការងារនឹងអាប់ដេតជូនបងប្អូនជាបន្តផងដែរបាទសូមអរគុណនិងសូមគោរពលា